ុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃព្រះអាទិត្យនិងព្រះច័ន្ទរះខុសម៉ោងគ្នាតែនៅតែមានតម្លៃសម្រាប់មនុស្សដូចគ្នានៅលើโลกនេះគ្មានស្តង់ដារទេគេល្អបែបគេយើងល្អបែបយើងធ្វើអីចម្រើនយើងចាប់ផ្ដើមធ្វើនឹងទៅឈប់ប្រៀបធៀបឈប់ដាក់បន្ទុកឲ្យខ្លួនឯងទៀតកាលពីខ្ញុំនៅក្មេងខ្ញុំត្រូវបានគេបំបាក់ដោយវប្បធម៌នៃការប្រៀបធៀបយើងរូបអាក្រក់គេរូបល្អយើងពូជអ្នកក្រគេពូជអ្នកមានយើងអត់លុយគេមានលុយពេលខ្លះមិនហ៊ានសូម្បីតែមើលមុខគេទេតែពេលដែលចូលសង្គមយូរទៅទើបយើងដឹងថាមនុស្សម្នាក់មានតម្លៃរៀងខ្លួនគេមានតម្លៃជាគេយើងក៏មានតម្លៃជាយើងដែរសង្គមនេះត្រូវការភាពចម្រុះដើម្បីរីកចម្រើនទៅមុខអាក្រក់ក៏ដោយក្រក៏ដោយពិការភាពក៏ដោយយើងមានតម្លៃរៀងខ្លួនមានផ្លូវដើររៀងខ្លួន